អ្នកលុបបាញ់របស់សូវៀតតម្រង់កណ្ដុងកំភ្លើងបាញ់ចំភ្លើរបស់សត្រូវដោយចេតនាជំនួសឲ្យការបាញ់ចំក្បាលនេះក៏ព្រោះតែសត្រូវដែលរងរបួសត្រូវការពលទាហានពី2ទៅ4នាក់ដើម្បីសែងគាត់ទៅកាន់កន្លែងសុវត្ថិភាពដែលវាជាការដកទាហានប្រយុទ្ធជាច្រើនអ្នកចេញពីសមរភូមិខណៈដែលទាហានដែលស្លាប់គឺបាត់បង់តែខ្លួនឯងម្នាក់ប៉ុណ្ណោះដូច្នេះតាមរយៈការបាញ់ឲ្យទាហានម្នាក់រងរបួសនៅសមរភូមិ Stalingrad អ្នកលុបបាញ់អាចកម្ចាត់កងអនុសេនាតូចមួយទាំងមូលចេញពីការប្រយុទ្ធហើយថែមទាំងសន្សំសំចៃគ្រាប់កំភ្លើងទៀតផងអ្នកលុបបាញ់វៀតកុងនិងបាញ់រំលងគោលដៅដោយចេតនានៅក្នុងការបាញ់គ្រាប់ដំបូងទៅលើកងល្បាតអាមេរិកក្នុងអំឡុងសង្គ្រាមវៀតណាមអ្នកឃើញទេនៅពេលដែលគ្រាប់កំភ្លើងបាញ់រំលងក្បាលកងទ័ពទាំងមូលនឹងលោតក្រាបរកទីជម្រកហើយសំងំនៅទីនោះរាប់ម៉ោងដោយមិនហ៊ានកម្រើកឡើយការបាញ់ខុសគោលដៅតែមួយគ្រាប់នេះអាចបង្អាក់ដំណើរទាហាន20នាក់នៅមួយកន្លែងពេញមួយថ្ងៃដែលរារាំងពួកគេពីការបំពេញបេសកកម្មខណៈដែលអ្នកលុបបាញ់អាចរត់គេចខ្លួនដោយសុវត្ថិភាពទាហានម៉ារីននឹងធ្វើឲ្យកំភ្លើង M16 របស់ពួកគេកាំងដោយចេតនាក្នុងអំឡុងពេលវឹកហាត់នៅវៀតណាមអ្នកឃើញទេកំភ្លើង M16 ចំនួនដំបូងមានអត្រាកាំង 50% ក្នុងការប្រយុទ្ធហើយ 80% នៃអ្នកស្លាប់ដោយសារកំភ្លើងគឺបណ្ដាលមកពីកំភ្លើងកាំងជាងការបាញ់ប្រហារពីដូច្នេះគ្រូបង្វឹកបានពុតមកជុលកំភ្លើងនិងធ្វើឲ្យខូចផ្នែកខាងក្នុងដើម្បីខ្លែងធ្វើស្ថានភាពសមរភូមិពិតៗតាមវិធីនេះទាហានម៉ារីនបានរៀនពីវិធីដោះស្រាយបញ្ហាកំភ្លើងកាំងក្រោមសម្ពាធនិងជួសជុលកំភ្លើងរបស់ពួកគេនៅពេលដែលជីវិតរបស់ពួកគេត្រូវពឹងផ្អែកលើខ្ញុំសូមធានាអះអាងថាមានរីណូមួយកំពុងអស់បញ្ហារឿងតម្រងនោមខ្ញុំក៏ជាអតិថិជនមួយដែលបានប្រើប្រាស់រីណូរួចហើយដែរគឺពិតជាមានប្រសិទ្ធភាពអាចជួយដោះស្រាយបញ្ហាតម្រងនោមបានយ៉ាងមានប្រសិទ្ធភាព